ថ្ងៃនេះប្រធានបទរបស់ខ្ញុំគឺតាក់ទងទៅនឹងការព្យាបាលអ្នកជំងឺទឹកនោមផ្អែមការពារកុំឲ្យមានបញ្ហាតម្រងនោមជាពិសេសយើងនឹងផ្ដោតទៅលើអ្វីដែលយើងអនុវត្តនៅក្នុង community តើយើងអាចជួយអ្នកជំងឺយើងបែបណាស្ថិតនៅក្នុងបរិបទនៅមូលដ្ឋានសុខាភិបាលក្នុងខេត្តហើយនៅថ្នាក់មជ្ឈិមថ្នាក់មន្ទីរពេទ្យជាតិយើងជួយបែបណាតើយើងផ្លាស់ប្ដូរនៅការទំនាក់ទំនងគ្នានឹងបែបណាដើម្បីឲ្យអ្នកជំងឺយើងកាន់តែប្រសើរកាលណាកើតជំងឺទឹកនោមផ្អែមកើតយូរទៅគេតែងតែគិតថាកើតទឹកនោមផ្អែមឲ្យខូចតម្រងនោមកើតទឹកនោមផ្អែមឲ្យខូចតម្រងនោមខូចបេះដូងសរសៃឈាមចឹងទេយើងនឹងផ្ដោតថាតើអ្វីជាការវិវត្តថ្មីជានិយមន័យថ្មីដែលមានការប្រែប្រួលនៅក្នុងវិទ្យាសាស្ត្ររឿងរ៉ាវវាចេញអំពី metabolic syndrome អ្នកជំងឺគាត់ធាត់ទៅឡើងស្ករទៅឡើងឈាមទៅជាមានបញ្ហាតម្រងនោមហើយចុងក្រោយគាត់ស្លាប់នឹងបញ្ហាបេះដូងសរសៃឈាមអញ្ចឹងក្នុងយុទ្ធសាស្ត្រនេះពេលបច្ចុប្បន្ននេះការព្យាបាលអ្នកជំងឺទឹកនោមផ្អែមគឺគេមិនមែនមើលតែស្ករទេត្រូវប្រឹងថែរក្សាយ៉ាងណាឲ្យសុខភាពរបស់គាត់ល្អប្រសើរកុំឲ្យមានផលប៉ះពាល់ទៅលើសារពាង្គកាយខាងក្នុងជាពិសេសតម្រងនោមនិងបាទតែម្ដងរឿងនេះគេដឹងយូរហើយគេបានកំណត់និយមន័យនៃការប៉ះពាល់ទៅលើតម្រងនោមគឺគេដឹងតាំងតែពីជាង100ឆ្នាំមុននោះ1920ឥឡូវយើង2025អញ្ចឹងជាង100ឆ្នាំមុនគេដឹងរឿងហ្នឹងថាតកាណាធាត់កើតទឹកនោមផ្អែមឈឺបេះដូងក្រោយមកទៀតខ្ញុំមិនចង់ចំណាយពេលច្រើននៅក្នុងរឿងនេះទេតែគ្រាន់តែថាចុងក្រោយគឺគេមូលមាត់គ្នាគេសន្មត់នៅនិយមន័យនៃរឿងរ៉ាវ3បេះដូងតម្រងនោមនិងជំងឺ metabolic ដែលគេមូលមាត់គ្នាហើយ American Heart Association ហ្នឹងគឺគេសន្មត់យករឿង3នេះជារឿងដែលសំខាន់ហើយភ្ជាប់គ្នាលោកអ្នកគ្រូត្រូវស្វែងយល់នៅក្នុងការកំណត់នៃ stage របស់រឿងនេះ syndrome cardio kidney metabolic នេះគេថាទី1នៅក្នុងដំណាក់កាល0 stage 0អត់មានរោគសញ្ញាអីទេក្រោយមកទៀតចូលដល់ stage 1មានន័យថាអ្នកជំងឺគាត់ធាត់គាត់លើសទម្ងន់អញ្ចឹងគាត់ចាប់ផ្ដើមមានបញ្ហាជាតិស្ករកើនឡើងបានវាវិវត្តទៅមកដំណាក់ទៀតពេលហ្នឹងចាប់ផ្ដើមមានលើសឈាមមាន metabolic syndrome មានជំងឺតម្រងនោមទឹកនោមផ្អែមលើសខ្លាញ់វានឹងឈានដល់ stage ទី3ដែលអ្នកជំងឺចាប់ផ្ដើមរងនៅផលប៉ះពាល់បេះដូងសរសៃឈាមខ្សោយបេះដូង heart failure ហើយដល់ដំណាក់កាលទី4នឹងមានជាផលវិបាកផ្សេងរួមទាំងទ្រុបឌីរីត arrhythmia ផងដែររួមទាំងបញ្ហាសរសៃជើងផងដែរ3ចំណុចនេះគឺវាចាប់ផ្ដើមឡើងពីបញ្ហា metabolic គាត់ធាត់គាត់លើសទម្ងន់គាត់ជាចំណុចចាប់ដើមអ្នកដែលធ្វើឲ្យរឿងនេះទៅជាស្មុគស្មាញទៅជាធំគឺរឿងតម្រងនោមលោកអ្នកគ្រូព្យាបាលអ្នកទឹកនោមផ្អែមមិនស្រួលគាត់មានបញ្ហាតម្រងនោមរឿងវាទៅជាធំ amplifier ដល់ឲ្យចុងក្រោយអ្នកដែលសម្លាប់អ្នកជំងឺគឺរឿងបេះដូងសរសៃឈាមអញ្ចឹងវាចេញពី metabolic syndrome លើសស្ករលើសខ្លាញ់លើអាស៊ីតធាត់បណ្ដាលឲ្យទៅជាខូចតម្រងនោមចុងក្រោយអ្នកជំងឺដែលខូចតម្រងនោមគាត់បាត់បង់ជីវិតដោយសារជំងឺបេះដូងសរសៃឈាមលាងឈាមកាំងបេះដូងខ្សោយកលៀនកាំងបេះដូងបាទអញ្ចឹងកន្លែងនេះយើងយល់ច្បាស់ទាំងអស់គ្នាអញ្ចឹងទេ Mechanic Physiopathology ខ្ញុំមិនចំណាយពេលច្រើនទេលោកអ្នកគ្រូអាចយក slide នេះនឹងជូនលោកដែលនឹងជូនគឺថាទី1នៅពេលដែលគាត់ធាត់គឺមានបញ្ហាចេញនៅ adipokin និង cytokine សិតសឹងតែជា
ពពួក mediator ដែលធ្វើឲ្យមាន stress oxidative stress និង insulino resistant អញ្ចឹងបន្ទាប់ពីមានការបញ្ចេញនៅ adipokine និង cytokine adipokine និង cytokine នេះអ្នកជំងឺគាត់ចាប់ផ្ដើមមានលើសឈាមលើសខ្លាញ់ metabolic syndrome ខ្លាញ់រំថ្លើមនិងទំនោរផ្អែមនេះគឺជាដើមហេតុប៉ុន្តែបញ្ហាតរងនោមគឺជាអ្នកធ្វើឲ្យរឿងហ្នឹងវាទៅជាធំ amplifier គឺសោយតម្រងនោមសរសៃឈាមយើងទៅជាក្រិនរឹងតម្រងនោមយើងទៅជាក្រិនរឹងហើយលេចចេញនៅទំនោរប្រៃទំនោរផ្អែមចេញទៅជាទំនោរប្រៃចុងក្រោយអ្នកជំងឺប្រឈមមុខនឹងអាយុជីវិតដោយសារហានិភ័យបេះដូងសរសៃឈាមអញ្ចឹងនៅក្នុងដំណាក់កាលនេះសម្រាប់បងប្អូនយើងនៅមូលដ្ឋានការព្យាបាលជំងឺទឹកនោមផ្អែមសូមមេត្តាចាប់អារម្មណ៍រឿងទឹកនោមប្រៃពីព្រោះវាជាចំណុចដែលធ្វើឲ្យរឿងហ្នឹងវាទៅជាធំ SOP ចុងក្រោយផងក្រសួងអនុញ្ញាតឲ្យមណ្ឌលសុខភាពធ្វើការព្យាបាលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ដែលគ្មានផលវិបាកស្ករនៅកម្រិតទាបហានិភ័យបេះដូងសរសៃឈាមបាទទោះបីជាគ្មានវិជ្ជបណ្ឌិតក៏ដោយដោយឡែកទីណាដែលមានវិជ្ជបណ្ឌិតយើងអាចព្យាបាលលើសពីហ្នឹងហើយយើងត្រូវយល់ចំណុចនេះខ្ញុំនិយាយដដែលថាបើលោកគ្រូអ្នកគ្រូព្យាបាលអ្នកជំងឺទឹកនោមផ្អែមសូមចាប់អារម្មណ៍រឿងទឹកនោមប្រៃហើយបន្តិចទៀតយើងនឹងជជែកគ្នាថាតើថ្នាក់មូលដ្ឋានយើងធ្វើប៉ុណ្ណាថ្នាក់ខេត្តយើងធ្វើប៉ុណ្ណាថ្នាក់ជាតិយើងធ្វើប៉ុណ្ណាហើយយើងនឹងពិភាក្សាទាំងអស់គ្នានៅពេលដែលមានបញ្ហាតម្រងនោមគឺរឿងវាទៅជាធំទី1គឺ filtration glomerular filtration នឹងថយចុះគេបានធ្វើការសិក្សាថាអ្នកជំងឺទឹកនោមផ្អែមមួយខូចតម្រងនោមមួយទឹកនោមផ្អែមដូចគ្នាទឹកនោមផ្អែមប្រភេទ2ដូចគ្នាអ្នកដែលមានបញ្ហាខូចតម្រងនោមហ្នឹងគឺមាន major adverse cardiovascular event ខ្ពស់ជាងនិង CVD death ខ្ពស់ជាងតម្រងនោមទឹកនោមផ្អែមវាធ្វើឲ្យសរសៃជើងសរសៃអវយវៈនៅខាងក្រោមហ្នឹងស្ទះតែតម្រូវឲ្យយើងត្រូវធ្វើការព្យាបាលលោកគ្រូនៅមូលដ្ឋានអត់មានអេកូផងធ្វើម៉េចដឹងគាត់ស្ទះសរសៃជើងលោកគ្រូអ្នកគ្រូស្ទាបពូលចាប់ជីបចរនៅចុងជើងបើជីបចរនៅចុងជើងបាត់ហើយមានន័យថាសរសៃជើងគាត់មានបញ្ហាថ្មីបើវាមិនសុក្រិត 100% ដូច Doppler ប៉ុន្តែយើងចាប់ផ្ដើមចេញពីនោះអញ្ចឹងព្យាបាលអ្នកជំងឺទឹកនោមផ្អែមកុំភ្លេចមើលជើងគេស្ទាបពូលជើងគេផងបន្តមកទៀតយើងនិយាយគ្នាថាមានចេញ adipokine cytokine វាសិតតែជា factor inflammator អញ្ចឹងហើយវាទៅជា atherosclerosis បាទ atherosclerosis អ្នកជំងឺអាចវិវត្តទៅរកការខ្សោយបេះដូងហើយលេចចេញនៅខ្វះគ្រាប់ឈាមក្រហមនៅពេលដែលគាត់មានបញ្ហាតម្រងនោមកាន់តែវិវត្តទៅ stage កាន់តែខ្ពស់រឿងនេះទៅវិញទៅមក bidirectional interaction កើតទឹកនោមផ្អែមឲ្យឈឺបេះដូងឲ្យខូចកលៀនកើតជំងឺទឹកនោមផ្អែមឈឺកលៀនឲ្យឈឺបេះដូងអញ្ចឹងវិលទៅវិលមកអញ្ចឹងយើងត្រូវរកយុទ្ធសាស្ត្រមួយដើម្បីកាត់ផ្ដាច់នៅវដ្តសង្សារ3ដែលសម្រាប់អ្នកជំងឺហ្នឹងបាទអ្នកជំងឺដែលកើតជំងឺទឹកនោមផ្អែមហ្នឹងច្រើនទៅខ្ញុំមិនបាច់ចំណាយពេលនិយាយពីតួលេខទេលោកគ្រូអ្នកគ្រូឃើញនៅក្នុងសហគមន៍យើងហើយសឹងគ្រប់ផ្ទះមានទឹកនោមផ្អែមជាពិសេសទឹកនោមផ្អែមប្រភេទទី2ហ្នឹងហើយគេរកឃើញថារឿងនេះអាចនឹងកាត់ផ្ដាច់បានបើសិនជាយើងធ្វើ management ឲ្យបានត្រឹមត្រូវនៅពេលដែលលោកគ្រូអ្នកគ្រូមានឱកាសមើលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ត្រូវថាទី1ត្រូវ access cardiovascular risk access cardiovascular risk ហ្នឹងមានន័យថាម៉េចលោកគ្រូអ្នកគ្រូត្រូវមើល4ចំណុចទី1កុំព្យាបាលតែស្ករកុំបញ្ចុះតែស្ករកុំបញ្ចុះតែ HbA1c ឥឡូវអ្នកស្រុកប្រជាពលរដ្ឋយើងស្គាល់ HbA1c ស្អីគេមកជុំមកភាគស្ករ3ខែចុងក្រោយគាត់ទៅមន្ទីរពិសោធន៍គាត់សុំបូមមកសូម្បីតែ MMO ក៏ស្គាល់ដែរ A1c ចឹងយើងជាពេទ្យទី1មិនត្រូវអត់ចេះជាងគាត់ទេត្រូវចេះឲ្យលឺគាត់ព្យាបាលទឹកនោមផ្អែមបញ្ចុះ A1c ហើយ guideline ថ្នាក់ជាតិមានចាប់ផ្ដើមពី metformin sulfonylurea ក្នុងករណីដែលមិនចុះ
យើងអាច start insulin basal ឬក៏យើងអាចពឹងផ្អែកទៅលើ international recommendation ថាបើប្រើថ្នាំមួយមុខមិនចុះថែម2មុខអាចមានថែម3មុខប៉ុន្តែ complex access អ្នកជំងឺទៅលើបេះដូងសរសៃឈាមទៅលើតម្រងនោមបញ្ចុះ stat score មិនគ្រប់ទេត្រូវបញ្ចុះសម្ពាធឈាម blood pressure អ្នកជំងឺទឹកនោមផ្អែមដែលអញ្ជើញមកមណ្ឌលសុខភាពដែលមកមន្ទីរពេទ្យបង្អែកលោកគ្រូត្រូវឲ្យគិលានុបដ្ឋាគិលានុបដ្ឋាយិកាឬក៏យើងវាស់ឈាមអញទីទៀតនៅចូលដល់និយមន័យមួយឆ្នាំម្ដងត្រូវមើលខ្លាញ់គាត់ណាត់គាត់មកបូមឈាមមើលខ្លាញ់លោកគ្រូនៅមណ្ឌលកន្លែងខ្ញុំនៅមន្ទីរពេទ្យខ្ញុំមានតែ cholesterol total triglyceride មានប៉ុណ្ណឹងលោកគ្រូអ្នកគ្រូមើលប៉ុណ្ណឹងនៅមន្ទីរពេទ្យថ្នាក់ជាតិយើងអាចមានរហូតដល់ LDL cholesterol និង HDL cholesterol ដែល LDL cholesterol និង HDL cholesterol LDL cholesterol និង HDL cholesterol នៅកាន់តែទំនើបមែនតើគឺគេអាចមើលដល់ APO A APO B ដែលអ្នកជំងឺមកពីបរទេសប្រទេសជិតខាងយើងអាចមើលនៅរាជធានីភ្នំពេញក៏យើងអាចមើលបានដែរអញ្ចឹងខ្លាញ់មាន3កម្រិតមូលដ្ឋានយើងមើល cholesterol total triglyceride មានប៉ុណ្ណឹងមើលប៉ុណ្ណឹងបើមាន HDL cholesterol LDL cholesterol មើលថែមគ្រប់សឹងតែគ្រប់ជ្រុងជ្រោយហើយបើយើងចង់ឲ្យឥតខ្ចោះគឺយើងមើល APO A APO B APO A អក្សរធំ P តូច O ទូចហើយ B អក្សរធំដកឃ្លា APO A APO B អញ្ចឹងយើងជាគ្រូពេទ្យយើងត្រូវចេះមើល essential ក៏មើល optimal ក៏មើល essential មានន័យថាលទ្ធភាពដែលយើងមានប៉ុណ្ណា quality price benefit risk យើងមើលអាហ្នឹងគេហៅថា essential ប៉ុន្តែ optimal ក៏យើងត្រូវចេះដែរអញ្ចឹងមូលហេតុដែលខាងគណៈគ្រប់ខេត្តក្រុងគណៈរាជធានីគណៈថ្នាក់ជាតិរៀបចំហ្នឹងគឺចង់ឲ្យលោកគ្រូអ្នកគ្រូចេះទាំង optimal ចេះទាំង essential ទី4ត្រូវវាយតម្លៃហានិភ័យបេះដូងខ្សែឈាមលោកគ្រូអ្នកគ្រូដែលធ្លាប់ចូលវគ្គ NCD របស់ក្រសួងប្រកាសជាមានតារាងនៅក្នុងការវាយតម្លៃហានិភ័យហ្នឹងហើយបន្ទុកចាប់ពី30ទៅគេហៅថាខ្ពស់ក្រោម30គេហៅថាទាបអញ្ចឹង print CVD risk ហ្នឹងដាក់ក្នុងកន្ទុក consultation វាយតម្លៃជួយព្យាបាលអ្នកជំងឺទឹកនោមផ្អែមប្រភេទ2មនុស្សទូទៅត្រូវគិតរឿង4នេះបញ្ចុះស្ករបញ្ចុះឈាមបញ្ចុះខ្លាញ់និងវាយតម្លៃហានិភ័យបេះដូងសរសៃឈាមបាទលោកគ្រូអ្នកគ្រូយើងនិយាយគ្នាថាត្រូវ screen hypertension អញ្ចឹង screen ពេលណារាល់ពេលដែលអ្នកជំងឺទឹកនោមផ្អែមមកជួបលោកគ្រូអ្នកគ្រូរាល់ពេលដែលគាត់មកត្រូវតែវាស់ហើយវាស់ឈាមវាស់ដៃទាំងសងខាងឆ្វេងស្ដាំក្នុងករណីដែលសម្ពាធឈាមគាត់ចាប់ពី130 maximum minimum ចាប់ពី80ទៅអ្នកនឹងគឺអាចប្រឈមមុខនឹងលើសឈាមអញ្ចឹងទេត្រូវណាត់គាត់មកមួយសាទៀតដើម្បី confirm បើនៅតែខ្ពស់គឺគាត់លើសឈាមអញ្ចឹងលេខដែលត្រូវចាំ130លើ80ប៉ុន្តែបើជួបលោកគ្រូអ្នកគ្រូហើយស្រាប់តែវាស់ទៅឈាមឃើញ180លើ110ចាប់ពី180លើ110អត់ចាំបាច់វាស់លើកទី2ទេសន្មត់ថាគាត់មានជំងឺលើសឈាមតែម្ដងអានេះជារឿងថ្មីអញ្ចឹងណាយើងរៀនពីដើមមកថាដែលហៅថា hypertension តើវាស់លើសពី130លើ80វាស់2ដងក្នុងកម្រិតមួយសមរម្យប៉ុន្តែអ្វីដែលជាគោលការណ៍ណែនាំថ្មីបើវាស់ទៅតែមួយលើកទេចាប់ពី180លើ110គឺសន្មត់ថាគាត់លើសឈាមហ่ะអញ្ចឹងគិតគូរឲ្យថ្នាំគាត់ត្រូវបញ្ចុះសម្ពាធឈាមយ៉ាងណាឲ្យនៅក្រោម130លើ80ប៉ុន្តែគោលដៅនៃការបញ្ចុះសម្ពាធឈាមត្រូវអាស្រ័យនឹងសម្បទារបស់អ្នកជំងឺម្នាក់ដែលគេហៅថា patient center care ក្រោម130លើ80នាំគ្នាបញ្ចុះដោយអត់គិតពី safety ក៏អត់កើតដែរបាទអញ្ចឹងធ្វើម៉េចលើឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ខ្ញុំជឿជាក់ថានៅកន្លែងលោកគ្រូប្រកាសជាមានគឺជា first choice គឺត្រូវប្រើ ACE ឬក៏ ARB កាប់តូព្រីល
lisinopril pril ហ្នឹងគឺ ACE losartan telmisartan ពួកសាត់តង់ហ្នឹងគឺ ARB អ្នកទំនោរផ្អែមប្រភេទទី2លើសឈាមត្រូវគិតពី ACE និង ARB មុនជា first choice ក្នុងករណីដែលលោកគ្រូអ្នកគ្រូបញ្ចូល ACE ឬក៏ ARB ដល់ដូសមួយទទួលយកបានសម្ពាធឈាមនៅមិនចុះសំលោកគ្រូអ្នកគ្រូបន្ថែម inhibitor calcic ឬក៏ CCB calcium channel blocker លោកគ្រូបើអត់មាន lisinopril អត់មាន losartan មានតែ amlodipine ធ្វើម៉េចឲ្យទៅឈាមចុះក្រោម130លើ80ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបើយើងមាន lisinopril មាន captopril ហើយយើងមិនឲ្យជា first choice បែរទៅជាឲ្យពពួក amlodipine អានឹងជារឿងដែលខុសបើយើងមាន losartan យើងអត់ឲ្យបែរទៅជាឲ្យ amlodipine គឺជារឿងដែលវាមិនខុសអីងាប់រស់អ្នកជំងឺទេប៉ុន្តែយើងប្រើថ្នាំខុសក្បួនពួកក្បួនគេប្រាប់ថាព្រោះនៅពេលដែលលោកគ្រូអ្នកគ្រូបញ្ចុះសម្ពាធឈាមដោយប្រើ ACE ឬ ARB មានន័យថាលោកគ្រូអ្នកគ្រូជួយបញ្ចុះទាំងសម្ពាធឈាមជួយការពារទាំងតម្រងនោមអញ្ចឹងយើងចាំទាំងអស់គ្នាណាទាល់តែ ACE ឬក៏ ARB មិនចុះសម្បូរបន្ថែមហើយការបូកថែមនេះគឺត្រូវគោរពតាមគោលការណ៍មួយមុខមិនចុះថែម CCB ពីរមុខមិនចុះអានឹងយើងសន្មត់ថាយើងបញ្យល់គាត់ធ្វើ lifestyle គាត់ធ្វើ diet អីបានល្អហើយគឺត្រូវតែបញ្ចូលពពួក chazidic ត្រូវតែ hydrochlorothiazide ខ្ញុំជឿថា hydrochlorothiazide នៅយើងមាន hydrochlorothiazide កាលណាយើងឲ្យស្នាមសម្ពាធឈាមចាប់ពី3មុខទៅកុំចោល hydrochlorothiazide មិនមែន lazalic ទេអញ្ចឹងឧបមាថាលោកគ្រូអ្នកគ្រូមាន captopril ឲ្យ captopril មិនចុះថែម amlodipine មិនចុះថែម hydrochlorothiazide 3ហើយបើ3នឹងហើយមិនចុះខ្ញុំគិតថាជាពេលវេលាស័ក្តិសមល្មមបញ្ជូនទៅសហភាពតារាយើងដែលជាកាត់យកលោកហើយបាទថ្ងៃហ្នឹងលោកហុងគាត់មកដែរពេទ្យដែលប៉ាកែគឺជាពេទ្យដែលចេះបញ្ជូនអញ្ចឹងណាយើងអត់បញ្ជូនគេគ្រោះថ្នាក់យ៉ាប់បញ្ជូនគេទៅត្រូវគេត្រឡប់មកវិញគេនាំមកគ្រួសារមកអូគុំតែបានលោកគ្រូនឹងទេបញ្ជូនទៅកុំអី stroke លោកគ្រូអ្នកគ្រូកុំភ័យអាការបញ្ជូននេះមិនធ្វើឲ្យលោកគ្រូអ្នកគ្រូថមថយអ្វីមួយទេគឺមានតែកើនក្នុងករណីដែលពីរមុខមិនចុះចឹង hydrochlorothiazide បាទឥឡូវនិយាយពីរឿងខ្លាញ់មិញសម្ពាធឈាមហើយខ្លីៗងាយខ្លាញ់មួយឆ្នាំម្ដងយ៉ាងតិចត្រូវពិនិត្យខ្លាញ់កញ្ចប់នៃការពិនិត្យខ្លាញ់ចាប់ផ្ដើមចេញពី cholesterol total triglyceride បើរៀងសបោសបាយតិចមន្ទីរពិសោធន៍មានតែមន្ទីរពិសោធន៍ឥឡូវ LDL cholesterol HDL cholesterol HDL cholesterol ដល់តែមានមិនជាពិបាកទេម៉ាស៊ីនមិនជាស្មុគស្មាញប៉ុន្តែយើងត្រូវសុំអញ្ចឹងកញ្ចប់ល្មម cholesterol total HDL LDL cholesterol និង triglyceride ចង់ឲ្យវា very optimal ថែម ApoA ApoB អញ្ចឹងលោកគ្រូអ្នកគ្រូចេះ ApoA ApoB MMO នៅអត់ទាន់ចេះ ApoA ApoB តែ cholesterol total triglyceride HDL ឯងគាត់ចេះបាទអញ្ចឹងយើងត្រូវចេះជាងពួកគាត់សាមញ្ញលោកគ្រូអ្នកគ្រូត្រូវវាយតម្លៃ ACVD ខ្ញុំបានចូលរួមជាមួយនឹងយុវដ្ឋានការពារសុខភាពដែរយើងមានផ្ដល់ជូន ACVD នេះមានតារាងបាទនៅមន្ទីរពេទ្យរដ្ឋដឹងតែមានហើយអ្វីដែលសាមញ្ញបំផុតគឺការព្យាបាលនេះសាមញ្ញងាយបើគាត់នៅក្មេងលើសខ្លាញ់20ទៅ39លោកគ្រូអ្នកគ្រូត្រូវមើលហើយវាយតម្លៃ ASCVD មុននឹងឲ្យថ្នាំខ្លាញ់បាទប៉ុន្តែមនុស្សទូទៅ40ទៅ75ឆ្នាំត្រូវតែឲ្យដោយឡែកអ្នកដែលចាស់ពេកចាប់ពី75ឆ្នាំទៅប្រយ័ត្នប្រយែងនៅក្នុងការឲ្យដូស statin ឬក៏ថ្នាំបញ្ចុះខ្លាញ់នឹងខ្ពស់ពេកឬក៏ថ្នាំនឹងខ្លាំងពេកដូច្នេះទេ3ក្រុម20ទៅ39អាចថាឲ្យគាត់ធ្វើ diet សិនហើយវាយតម្លៃ CVD risk
40 tới 75 ឲ្យចាប់ពី75ទៅកុំឲ្យថ្នាំណាដែលបញ្ចុះខ្លាញ់ខ្លាំងពេកនៅកន្លែងនេះសាមញ្ញងាយបើ triglycerid លោកគ្រូទាញกระดาษមិញមកបើ triglycerid กระดาษកញ្ចប់មើលខ្លាញ់មិញហ្នឹងណាបើលោកគ្រូអ្នកគ្រូទាញមក triglycerid តូចជាង500 statin ទាំងអស់ឲ្យ statin ទាំងអស់មាន samvastatin ឲ្យ samvastatin មាន atorvastatin ឲ្យ atorvastatin មាន rosuvastatin ឲ្យ rosuvastatin បើ triglycerid លើសពី500លោកអ្នកគ្រូឲ្យ fibrat phenofibrat gemfibrozil មានអីឲ្យហ្នឹងគ្រាន់តែថា fibrat ហើយនឹង statin ទុកឲ្យ specialist គេអ្នកធ្វើ combination ហាមដាច់អូក gemfibrozil ជាមួយ statin ព្រោះវា rhabdomyolysis អញ្ចឹងលោកគ្រូអ្នកគ្រូប្រើមួយនៅក្នុងមូលដ្ឋានសុខាភិបាលក្នុងករណីដែលចង់បូកទុកឲ្យ specialist និយាយភាសាទៀតបើគាត់ក្មេង20ទៅ39វាយតម្លៃហានិភ័យបេះដូងខ្សែឈាមចន្លោះពី40ទៅ75ឲ្យទាំងអស់ statin កាណា triglycerid ក្រោម500 triglycerid លើ500ចាំឲ្យ fibrat មនុស្សចាស់ប្រយ័ត្ននឹងមិនទៅគឺថា statin ទាំងអស់ atorvastatin និង rosuvastatin គេចាត់ទុកថាជា high intensity statin ចាប់ពីកម្រិតដូស40ទៅ80 ator rosu 20ទៅ40អញ្ចឹងមនុស្សចាស់កុំឲ្យដូសគាត់ខ្ពស់ពេកចាប់ពី75ឆ្នាំទៅសូមមេត្តាកុំឲ្យអញ្ចឹងទេថ្នាំវាមាន high intensity គេហៅ potent statin បាទអញ្ចឹងខ្ញុំជឿថាយើងសបោ samvastatin ជាងឲ្យបាន samvastatin ខ្ញុំហ្នឹងនៅក្នុងឱសថសារវ័ននេះ samvastatin បាទ aspirin មិនមែនឲ្យ aspirin គ្រប់គ្នាទេផ្ទុយទៅវិញបើយើងឲ្យគ្រប់គ្នាការពារបេះដូងសរសៃឈាមត្រូវហើយប៉ុន្តែវាក៏បង្កើនហានិភ័យនៃហូរឈាមក្នុងកាពះពោះវៀនដែរអញ្ចឹងត្រូវតែវាយតម្លៃហើយ aspirin សម្រាប់ការពារបេះដូងសរសៃឈាមគឺកាន់តែទៀបកាន់តែល្អ75 80 mg maximum 100 mg បាទលោកគ្រូខ្ញុំមាន75អញ្ជើញ75លោកគ្រូខ្ញុំមាន80អញ្ជើញ80លោកគ្រូខ្ញុំមាន100អូខេកុំឲ្យលើសពី100បាទ start aspirin បន្តមកទៀតយើងត្រូវមើលតើអ្នកជំងឺយើងប្រឈមមុខនឹងរឿង3ធំនេះអត់គឺថាទី1ស្ទះសរសៃបេះដូងធ្វើម៉េចដឹងគាត់ចុកទ្រូងមកទៅសួរគាត់អ្នកជំងឺទំនោរផ្អែមអត់សូវមានរោគសញ្ញាចុកទ្រូងទេអញ្ចឹងលោកគ្រូអ្នកគ្រូកុំភ្លេចសួរជួនកាលគ្រាន់តែមានអារម្មណ៍ថាណែនតឹងទ្រូងគាត់ត្រូវតែរវិះរវៃធ្វើ screening ក៏ស្ទះសរសៃបេះដូងគឺ ECG EKG សាមញ្ញងាយនៅមូលដ្ឋានសុខាភិបាលភាគច្រើនយើងមានធ្វើ ECG គាត់ករណីសង្ស័យផ្ញើ ECG ជូនសហភាពអន្តរយើងដែលជា cardiolog ជួយinterpret ទេគឺជួយអ្នកជំងឺបានខ្សោយបេះដូងលោកគ្រូខ្ញុំអត់មានអេកូបេះដូងផងអត់មាន cardiolog នៅផងខ្សោយបេះដូងគឺចាប់ផ្ដើមចេញពីរោគសញ្ញាហត់អញ្ចឹងយើងចាប់ផ្ដើមមើលតើអ្នកជំងឺរបស់យើងមានគេហៅថា classification មួយដែលគេនិយាយយូរហើយគេហៅ NYHA New York Heart Association ហ្នឹងគាត់ធ្វើក្បួនមួយដើម្បីវាយតម្លៃអ្នកការហត់របស់អ្នកជំងឺចឹងចែកចេញជា4 stage គាត់ថាចាប់ពី stage ទី1ធម្មតា stage ទី2ធ្វើការខ្លាំងហត់ stage ទី3ធ្វើការប្រចាំថ្ងៃហត់ឡើងចដើងូតទឹកកិច្ចការប្រចាំថ្ងៃសិតសក់ហត់អានឹង NYHA ទ្រហើយ stage 3 NYHA 4នៅស្ងៀមក៏ហត់ដែរអញ្ចឹងលោកគ្រូអ្នកគ្រូអត់មាន cardiolog អត់មានអេកូបេះដូងព្យាយាម classification NYHA អញ្ចឹងបើលោកគ្រូអ្នកគ្រូបញ្ជូនជំងឺពីយើងនៅមូលដ្ឋានសុខាភិបាលទៅថ្នាក់មជ្ឈិមលោកគ្រូអ្នកគ្រូដាក់ dyspnea លោកគ្រូអ្នកគ្រូថែមតែ NYHA ប្រមាណទៀតគឺជាគុណតម្លៃរបស់លោកគ្រូអ្នកគ្រូហើយទៅដល់ពេទ្យពេញតអូលោកពេទ្យនេះគាត់ចេះដែរអញ្ចឹង NYHA បើគេមានសបោសបាយនៅកន្លែងដែលមានអេកូបេះដូងគេមើលអេកូបេះដូង cardiolog គាត់ជួយអញ្ចឹង
heart failure NIHA classification NIHA NYHA ចាប់ពី stage 3 ទៅគឺធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅជួប specialist បាទសរសៃជើងធ្វើម៉េចស្ទាបពូលបាទនៅនឹងចុងជើងអវយវៈហើយបើសិនជាយើងមានមធ្យោបាយយើងធ្វើ echo Doppler មក inferior បាទជាធម្មតានៅក្នុងអ្នកដែលមាន heart failure គាត់កើតជំងឺទឹកនោមផ្អែមមាន medication ច្រើន ARB ACE ប៉ុន្តែមានថ្មីជារបបកំហើញថ្មីគឺគេអាចប្រើពពួក SGLT2 inhibitor ជាថ្នាំគ្រាប់ទឹកនោមផ្អែមចំនួនថ្មីក្រោយគេបង្អស់ដែលបញ្ចុះជាតិស្ករតាមរយៈការបញ្ចេញជាតិស្ករច្រើនចោលតាមទឹកនោមអញ្ចឹងយើងអាចជ្រើស molecule ហ្នឹងលោកអ្នកពូឃើញហើយធ្លាប់ស្គាល់ហើយមាន empagliflozin មាន dapagliflozin នៅយើងមានពីរមុខហ្នឹងសំខាន់នៅគេមាន canagliflozin គេមាន actigliflozin ប៉ុន្តែយើងមាន empa និង dapagliflozin ក្នុងករណីដែលគាត់មានខ្សោយបេះដូងហើយគាត់មានខ្សោយតម្រងនោមដែរគឺមានថ្នាំចំនួនថ្មីដែលហៅថា Finerenone នេះគឺលោកអ្នកគ្រូស្គាល់ spironolactone ដែរត្រូវទេ aldactone អានេះគឺជា third generation របស់ aldactone បាទជា third generation របស់ aldactone first generation second generation eplerenone third generation គឺ Finerenone នៅយើងមាននៅថ្នាក់មជ្ឈិម molecule នេះមានគាត់ថាពេលណាយើងអាចបន្ថែមបានអញ្ចឹងមានជំរើស SGLT2 inhibitors ឬក៏ថែម Finerenone ជាមួយក៏ក្នុងករណីដែលពីរមុខនឹងហើយនៅតែមិនដល់គោលដៅដែលយើងចង់បានយើងមានថ្នាំចាក់ចំនួនថ្មីពីដើមឡើយឲ្យតែលឺថ្នាំចាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺនិយាយពី insulin ទាំងអស់ប៉ុន្តែនាពេលបច្ចុប្បន្ននេះជិត20ឆ្នាំហើយគេបានរកឃើញថ្នាំចាក់ចំនួនថ្មីបាទប្រភេទពពួកជា incretin ហើយថ្នាំចាក់ចំនួនថ្មីហ្នឹងក៏វិវត្តដែរពីដើមមួយថ្ងៃ2ម្ជុលក្រោយមកគេរកឃើញមួយថ្ងៃ1ម្ជុលអាហ្នឹងគេរកឃើញមួយអាទិត្យ1ម្ជុលពីដើមគឺប្រើតែ GLP-1 ទេឥឡូវមើលទៅដល់គេហៅថា dual ជំរុញសកម្មភាពរបស់ GLP-1 ផងជំរុញសកម្មភាពរបស់ GIP ផងដែល GLP-1 និង GIP ជាអរម៉ូនដែលបញ្ចេញដោយពោះវៀនទូចនៅក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងការគ្រប់គ្រងការបញ្ចេញinsulin ចឹងយើងមានជំរឿអស់ហើយនៅយើងប្រទេសស្រុកយើងនេះគឺយើងមានគ្រប់ទាំងអស់ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមានការប្រើប្រាស់ចុះបញ្ជីការនៅ new generation របស់ medication ចឹងយើងអត់ចាញ់ប្រទេសជិតខាងទៀតទេឥឡូវនិយាយពីរឿងតម្រងនោមម្ដងមិញយើងបេះដូងហើយតម្រងនោមនិយាយមួយបែបថាបើលោកគ្រូអ្នកគ្រូមិនធ្វើ screening ពួកគាត់ទេយើងអត់ដឹងថាគាត់មានបញ្ហាតម្រងនោមឬអត់ទេទុកទាល់តែគាត់ហើមទាល់តែគាត់ស្លាំងទាល់តែគាត់ស្លេកបានធ្វើរោគវិនិច្ឆ័យថាគាត់មានបញ្ហាតម្រងនោមគឺជាការយឺតយ៉ាវទិន្នន័យជាង10ឆ្នាំមុនដែលបានបោះពុម្ពផ្សាយដោយសារអង្គការមួយឈ្មោះមពចដែលគាត់មកមើលប្រជាពលរដ្ឋនៅជនបទគឺថាទិន្នន័យរបស់គាត់ហ្នឹងឃើញអ្នកប្រជាជនយើងហ្នឹងអ្នកនៅជនបទហ្នឹងមានបញ្ហាតម្រងនោមពេលគាត់កើតទឹកនោមផ្អែមមកពីខ្លួនហ្នឹងគឺ 50% មានបញ្ហាឈឺកលៀនហើយស្រាប់បាទច្រើនអញ្ចឹងទេយើងត្រូវចាប់ដើមធ្វើ screening បញ្ហាតម្រងនោមនៅក្នុងដំណាក់កាលដំបូងមិនមានរោគសញ្ញាទេទាមទារឲ្យយើងជាគ្រូពេទ្យត្រូវបញ្យល់អ្នកជំងឺព្យាបាលទឹកនោមផ្អែមត្រូវមើលតម្រងនោមត្រូវមើលទឹកនោមប្រៃហើយមើលឲ្យបានទៀងទាត់ដើម្បីធ្វើការវាយតម្លៃឥឡូវយើងនិយាយអំពីការមើលទឹកនោមប្រៃតិចទៀតយើងនឹងជជែកគ្នាខ្សោយតម្រងនោមគេបែងចែកជា5 stage អញ្ចឹងលោកគ្រូអ្នកគ្រូអាចនៅមន្ទីរពេទ្យយើងមាន creatinine ដែរមិនអញ្ចឹងមានទេនៅណានៅយើងមានបើមានសូមជួយលើកដៃមើលមិនដែលអត់បាទ creatinine យើងមើល creatinine អ្នកជំងឺយើងត្រូវគណនា EGFR ពីដើមរូបមន្តដែលគេប្រើគេហៅរូបមន្ត Cockcroft ទិញចាំមាត់140ដកអាយុគុណនឹងគីឡូចែក creatinine គិតជាមីក្រូម៉ូល
អានឹងគិតមាត់ចេញចុច Casio ចេញប៉ុន្តែក្រោយមកសមាគមតម្រង់នោមពិភពលោកគាត់បដូរគាត់ថារូបមន្តកុក cross ហ្នឹងមិនសូវសុក្រិតគាត់ប្រើរូបមន្តទី2គេហៅថា MDRD ឥឡូវហ្នឹងគេវិវត្តទៅមួយកម្រិតទៀតគេហៅថា CKD AP លោកគ្រូអ្នកគ្រូតើតា download app បានគណនា EGFR តាមរូបមន្ត CKD AP ហ្នឹងចេញអញ្ចឹងយើងមាន smartphone ទាំងអស់ហើយយើងចូលក្នុងកន្លែង download យើងវាយពាក្យ EGFR ទៅបាយមកគេបែងចែកចេញជា5 stage stage 1 stage 2 stage 3 stage 3មាន2 A B stage 4ហើយនឹង stage 5ក្នុងករណីដែល EGFR ទាបមែនតើដល់ stage 4មែនតើចាប់ពី stage 3B ទៅលើកទឹកចិត្តឲ្យបងប្អូនសាភិតរៈបញ្ជូនទៅជួប specialist បាទបញ្ជូនទៅជួប specialist ចាប់ពី stage 3B ទៅខ្ញុំគ្រូពេទ្យទាំងនោះផ្អែមក៏ខ្ញុំបញ្ជូនទៅជួប nephrolog ដែរឯកទេសខាងតម្រង់នោមដែរដើម្បីត្រៀមលក្ខណៈឲ្យគាត់បើចាំដល់គាត់ stage 4 stage 5អានឹងពិបាកកែបាទកើតទាំងនោមផ្អែមតែមួយមុខខាតអាយុ6ឆ្នាំទាំងនោមផ្អែមមានបញ្ហាបេះដូងខាតអាយុ12ឆ្នាំបើកើតជំងឺទាំងនោមផ្អែមហើយមានបញ្ហាតម្រង់នោមគឺខាតអាយុ16ឆ្នាំច្រើនដែរ16ឆ្នាំ10ឆ្នាំជិត2ដងហ่ะបាទអញ្ចឹងលោកគ្រូអ្នកគ្រូធ្វើយ៉ាងម៉េចកុំឲ្យគាត់ខាតត្រូវមានយុទ្ធសាស្ត្រអ្នកណាទៅត្រូវមើលរឿងតម្រង់នោមអ្នកណាទៅ who how often 3សំណួរដែលត្រូវចាប់អ្នកណាដែលត្រូវ screen គឺទាំងអស់គ្នាអ្នកកើតជំងឺទឹកនោមផ្អែមទី2ប្រភេទទី2មកជួបលោកគ្រូអ្នកគ្រូត្រូវមើលតម្រង់នោមបើលោកគ្រូអ្នកគ្រូមើលតែ A1C អត់មើលតម្រង់នោមខុយហ่ะបើអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី1អាចរងចាំ5ឆ្នាំបានអ្នកគាត់កើតថ្ងៃហ្នឹង5ឆ្នាំក្រោយសមើរឿងតម្រង់នោមក៏មិនជាអ្វីធ្វើម៉េចដឹងទី1ត្រូវមើល creatinine ទី2ត្រូវមើលទឹកនោមប្រៃ2នេះគឺទាល់តែមើល2ហ្នឹងបានវាយតម្លៃបានទី1លោកគ្រូមើល creatinine អ្នកគ្រូមើល creatinine ហើយគណនា EGFR តាមរូបមន្ត CKD-AP មានទេមានរូបមន្តនៅក្នុងទូរស័ព្ទដៃទាំងអស់គ្នាអត់បាទអូឲ្យចុះធ្វើម៉េចមើល EGFR គេដឹងចុះឥឡូវ download ទៅចេញពីហ្នឹងទៅវាយ EGFR ណាពឹងលោកគ្រូលីកំហុងឲ្យជួយ download ឲ្យទី2ត្រូវមើលទឹកនោមប្រៃការមើលទឹកនោមប្រៃគឺនៅថ្នាក់មជ្ឈិមយើងអាចមើល albumin creatinine នៅក្នុងទឹកនោមលោកគ្រូខ្ញុំអត់ទាន់មានទេទីពិសោធន៍ថ្នាក់ខេត្តស្រុកអត់ទាន់មានទេមានតែ strip ពេលណាមើល strip ហើយមានផលប្រយោជន៍មិនអាទឹក strip ជ្រលក់មើលទឹកនោមប្រៃមានទេបាទមានអត់បាទប្រើទៅប៉ុន្តែត្រូវបញ្យល់អ្នកជំងឺឲ្យច្បាស់អ៊ំពូមីងបើខ្ញុំជ្រលក់អា strip ហ្នឹងវិជ្ជមានន័យថាអ៊ំពូមីងមានទឹកនោមប្រៃហើយប៉ុន្តែបើជ្រលក់ទៅអវិជ្ជមានខ្ញុំអត់ហ៊ានថាទេអញ្ចឹងប្រយោជន៍វានៅត្រង់ហ្នឹងគេខំធ្វើតេស្តថ្មីដើម្បីឲ្យការ screening នឹងកាន់តែមុតស្រួចប៉ុន្តែបើគាត់ប្រើតែ strip មានមួយបោកពីរបោក3បោកហើយលោកគ្រូអ្នកគ្រូសន្និដ្ឋានទៅថាគាត់មានទឹកនោមប្រៃហើយគ្រាន់តែគុណវិបត្តិរបស់ strip នៅពេលដែលយើងជ្រលក់វាអវិជ្ជមានកុំហ៊ានសន្និដ្ឋានថាអត់មានទឹកនោមប្រៃពីព្រោះ microalbumin វាចាប់ផ្ដើមចេញពី30ទៅ300មីលីក្រាមក្នុង24ម៉ោងអាមួយបោកនៅក្នុងទឹកជ្រលក់ទឹកតេស្តជ្រលក់ទឹកនោមរបស់លោកគ្រូអ្នកគ្រូគឺចាប់ពី500ទៅអញ្ចឹងបើវាអវិជ្ជមានមិនប្រកាសថាអត់ទេអញ្ចឹងប្រើ strip វិជ្ជមានថាវិជ្ជមានអវិជ្ជមានអត់ហ៊ានសន្និដ្ឋានតើនេះបាទសាមញ្ញងាយហើយក្នុងករណីលោកគ្រូអ្នកគ្រូចង់ឲ្យសុក្រិតលោកគ្រូអ្នកគ្រូបញ្ជូនទៅមន្ទីរពិសោធន៍ថ្នាក់មន្ទីរពេទ្យបង្អែកខេត្តឬក៏ថ្នាក់ជាតិទៅ screen គ្រប់គ្នាអ្នកមានទំនោរបាយប្រភេទទី2មើល EGFR គណនា EGFR មើលទឹកនោមប្រៃផងហើយ
ត្រូវមើលជារៀងរាល់ឆ្នាំមួយឆ្នាំមើលម្ដងមួយឆ្នាំមើលម្ដងក្នុងករណីដែលជំងឺមានរោគសញ្ញាអាចមើលលឿនជាងហ្នឹង6ខែចឹងទៅហេតុអីត្រូវមើលអ្នកណាត្រូវមើលឲ្យញឹកមានន័យថាអ្នកដែលទឹកនោមផ្អែមគ្រប់គ្រងអត់បានល្អធ្លាប់មានទឹកនោមប្រៃពីមុនមកសម្ពាធឈាមគ្រប់គ្រងអត់បានល្អធ្លាប់មានហានិភ័យផ្សេងទៀតអ្នកដែលធ្លាក់ EGFR លឿនលើសពីកម្រិតដែលយើងរំពឹងទុកហើយមានជំងឺដតីរួមរិទ្ធអញ្ចឹងអ្នកទាំងអស់នេះត្រូវមើល creatinine ត្រូវមើល EGFR ហើយត្រូវព្យាបាលគាត់ហេតុអីលោកគ្រូអ្នកគ្រូត្រូវមើលទឹកនោមប្រៃមិញយើងនិយាយថា EGFR clearance de creatinine មាន5 stage 1 2 3A 3B 4 5លោកគ្រូអ្នកគ្រូត្រូវមើលហើយ print អាกระดาษនេះទុកនៅក្នុងកន្ទប់ consultation របស់លោកគ្រូអ្នកគ្រូដើម្បីវាយតម្លៃហានិភ័យតម្រងនោមរបស់អ្នកជំងឺឥឡូវយើងមើល EGFR គាត់ល្អទេឃើញទេយើងមើល G2 ប៉ុន្តែបើគាត់មានទឹកនោមប្រៃច្រើនលើសពី300មីលីក្រាមក្នុងក្រាមហានិភ័យគាត់ឡើងលឿងទុំឃើញអត់អញ្ចឹងបើយើងមើល EGFR នៅ stage 2តាចន្លោះពី60ទៅ89តាអត់អីតែដល់តែយើងមើលទឹកនោមប្រៃលោកគ្រូអ្នកគ្រូចលក់បងតាឡេតទៅឃើញ3បូកហើយអញ្ចឹងហានិភ័យគាត់ទៅជាពណ៌ក្រហមដើម្បីវាយតម្លៃហានិភ័យតម្រងនោមបានត្រូវមើលទាំងឈាមមើលទាំងទឹកនោមប្រៃតោះអានេះបាទហើយសង្ឃឹមថាចាប់ពីពេលនេះទៅអនុវត្តទាំងអស់គ្នា print អានេះមួយដាក់ក្នុងកន្ទប់ consultation ហើយ tick ឲ្យគាត់មើលតើគាត់នៅក្នុងហានិភ័យណាបាទអញ្ចឹងយើងមើលទាំងឈាមមើលទាំងតម្រងនោមរឿងនេះវិលទៅវិលមកនិយាយឲ្យដដែលទេអញ្ចឹងការព្យាបាលគឺថាចាប់ផ្ដើមទី1ពីdiet exercise ឈប់ភាសាបារីកុំឲ្យឡើងទម្ងន់ខ្លាំងពេកបន្ទាប់មកយើងប្រើថ្នាំងាយmetformin យើងមានទេមាន SGLT2 empagliflozin ខ្ញុំឃើញនៅក្នុងឱសថសារវ័នដែរតែថ្ងៃណាមួយយើងមានយើងឲ្យ RAS នឹងមានអី lisinopril captopril ឬក៏ losartan ចឹងទេក្នុងដំណាក់កាលទី1ហាមដាច់ខាតរំលងយ៉ាងហោចណាស់ក៏យើងមាន3មុខហើយស្រែកនៅក្នុងដៃដែរបាទអញ្ចឹងបើលោកគ្រូអ្នកគ្រូជួយគាត់ទោះបីនៅថ្នាក់មូលដ្ឋានមិនក៏ដោយក៏ជួយគាត់បានដែរ metformin losartan ឬក៏ captopril ថែម statin ឲ្យគាត់តិចផងឃើញទេក្នុងករណីដែលមិនចុះបានគេតម្លើងទៅ GLP-1 ថ្នាំចាក់ជំនាន់ថ្មី aspirin ឬក៏ MOA ដោយចងចាំថាព្យាបាលទឹកនោមផ្អែមទឹកនោមប្រៃត្រូវព្យាបាល3ចំណុច ABC A A1C B blood pressure C cholesterol អញ្ចឹងត្រូវព្យាបាល ABC គាត់បាទថ្នាំមួយចំនួនគ្រាន់តែអាក់ស្យុងរបស់វានៅតាមកន្លែងផ្សេងទេអាក់ស្យុងថ្នាំខ្លះនៅលើ hemodynamic អាក់ស្យុងខ្លះនៅ inflammation អាក់ស្យុងខ្លះនៅនឹង glycemia អញ្ចឹងលោកគ្រូអ្នកគ្រូយ៉ាងហោចណាស់យើងមានថ្នាំ3មុខដែលយើងមិនអាចភ្លេចបានទេហើយជួយអ្នកជំងឺ metformin RAS inhibitor ហើយនឹង statin អញ្ចឹងសសរស្ដំមាន4 RAS inhibitor SGLT2 inhibitors non steroid MOA ដែលខ្ញុំនិយាយមិញហ្នឹងជា third generation របស់ពពួក aldactone ហើយនឹងថ្នាំចាក់ជំនាន់ថ្មីនៅស្រុកយើងមានទាំងអស់អញ្ចឹងក្នុងករណីដែលចាំបាច់ឬក៏ក្នុងករណីដែលស្មុគស្មាញអាចពិភាក្សាគ្នាបានជាមួយនឹងសហភាពអន្តរជាតិយើងនៅថ្នាក់មជ្ឈិមមន្ទីរពេទ្យថ្នាក់ជាតិចំពោះ molecule ទាំង4នេះយើងមាននៅក្នុងស្រុកយើងហើយអញ្ចឹងសរុបមកវិញសម្រាប់យើងនិយាយគ្នាមិញ CKD CKM សំទោសវាមាន stage 0 stage 1 stage 2 stage 3 stage 4បើគាត់នៅ stage 0យើងមើលទាំងអស់គ្នា GP stage 1ទាំងអស់គ្នាមើល stage 2ចាប់ផ្ដើមហៅរក specialist ករណីដែលស្មុគស្មាញអាចពិចារណាមើលហៅ cardiolog មើល diabetolog ឲ្យចូលរួមហៅ nephrolog
stage 3 multidisciplinary team ឯកឧត្តមសាស្ត្រាចារ្យប្រធានលោកលើកទឹកចិត្តឲ្យធ្វើជាការពិគ្រោះយោបល់ពហុជំនាញលែងពេញនិយមទៀតហើយមើលជំងឺម្នាក់ឯងហើយអ្នកដែលមើលម្នាក់ឯងហ្នឹងលែងពេញនិយមហើយអញ្ចឹងបើអ្នកដែលសួរនាំពិភាក្សាច្រើនគឺជាគុណតម្លៃបន្ថែមក្នុងករណីដែល stage 4 គឺត្រូវបញ្ជូនទៅជួប specialist សរុបមកវិញដើម្បីព្យាបាលជំងឺទឹកនោមផ្អែមមានបញ្ហាតម្រងនោមនៅក្នុងសហគមន៍ទី1ត្រូវតែ early detection អ្នកណាខ្លះត្រូវមើលទាំងអស់គ្នាមើលពេលណាពេលមកជួបលោកគ្រូអ្នកគ្រូហើយមើលញឹកប៉ុណ្ណាជារៀងរាល់ឆ្នាំអូខេអញ្ចឹងត្រូវ control risk factor វាស់ឈាមមើលខ្លាញ់ព្យាបាលគាត់ lifestyle បាទ lifestyle ថ្នាំហើយក្នុងករណីចាំបាច់យើងឈានទៅរក multidisciplinary care clear មួយដែលនៅក្នុង primary health care សម្រាប់អ្នកដែលព្យាបាលអ្នកជំងឺនៅក្នុងសហគមន៍ជា clear ដែលចងចាំ early intervention can prevent complications and improve the quality of life បងប្អូនយើងនៅត្បូងឃ្មុំលោកគ្រូអ្នកគ្រូនៅត្បូងឃ្មុំអញ្ជើញជួយមើលគាត់ទៅឲ្យគាត់ជិះទៅពេញទៅអីនាំពិបាកហត់យូរគាត់ទៅម្ដងទៅលេងក្រុងមិនអីទេតែអាការងារប្រចាំថ្ងៃអ្វីដែលលោកគ្រូអ្នកគ្រូធ្វើល្អហើយជួយគាត់បានសូមអញ្ជើញក៏ដូចជាសហភាពតរៈនៅតាមខេត្តដទៃដែលនៅក្នុង Zoom បទបង្ហាញខ្ញុំចប់ត្រឹមនេះអញ្ចឹងទេយើងអាចចូលទៅដល់វគ្គសំណួរចម្លើយបាទហើយខ្ញុំនឹងមើលក្នុង Zoom តើមានសំណួរទេសម្រាប់សហភាពតរៈដែលនៅមានវត្តមាននៅទីនេះអាចអញ្ជើញ microphone ហើយសូមណែនាំឈ្មោះផងបាទសូមអរគុណអញ្ចឹងសូមអញ្ជើញអាដាមចាំតែឆនមនីលោកជួយសម្របសម្រួលខ្ញុំឃើញមានសំណួរនៅក្នុង Zoom ខ្លះហើយគាត់សួរថាតើ stage 4 អាចប្រើ statin បានដែរឬទេមែនតើ statin អត់មាន contraindication នៅក្នុង CKD ទេប៉ុន្តែ fibrate មាន contraindication សំណួរដុកទ័រលុនមុនីនាតគាត់សួរក្នុងករណីគាត់ប្រើ CCB យូរមកហើយតើគួរបដូរប្រើ ACE ឬក៏ ARB ជូនគាត់ភ្លាមទេគួរពីព្រោះបើយើងមិនបដូរជូនគាត់យើងអត់បានជួយការពារតម្រងនោមគាត់ទេសូមជំរាបថា CCB มันអាចបញ្ចុះនៅទឹកនោមប្រៃទេយើងនិយាយគ្នាមិញថាមើលទឹកនោមប្រៃមិនអញ្ចឹងហីទាល់តែ ACE និង ARB បានជួយបញ្ចុះសម្ពាធឈាមហើយជួយបញ្ចុះទឹកនោមប្រៃគាត់ទៀតបាទប៉ុន្តែជារួមអ្នកទឹកនោមផ្អែមប្រភេទទី2កម្រណាស់ដែលប្រើថ្នាំតែមួយមុខហើយចុះចឹងទេជាមិនផុតពីការធ្វើ combination ទេប៉ុន្តែយើងត្រូវចាប់ផ្ដើមពី ACE ឬក៏ ARB មុនដុកទ័រសស៊ីសិទ្យាសហភាពតរៈលោកគ្រូប៉ូលក៏សួររវាង aspirin និង clopidogrel មួយណាគួរប្រើល្អជាងquality price aspirin តម្លៃសមរម្យស្រួលហៅ clopidogrel រៀងថ្លៃបន្តិចចឹងទេលោកគ្រូអ្នកគ្រូពិចារណា aspirin តាម quality price ហើយនៅក្នុង essential medication ចឹងយើងអាចប្រើបានទាំងពីរទេសម្រាប់ពីតរៈយើងគាត់លើកឡើងថាឥឡូវអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ស្រាប់តែ screen ទៅអត់មានហានិភ័យអីទាំងអស់គឺថាក្នុងករណីនេះជារឿងដែលល្អហើយយើងអត់ចាំបាច់ត្រូវធ្វើការឲ្យ ACE ឬ ARB ទេមិនចាំបាច់ទេទាល់តែមានបានយើងឲ្យអ្វីមួយដែលលោកគ្រូអ្នកគ្រូតែងតែបារម្ភក្នុងករណីដែលយើង screen ទៅឃើញគាត់មានបញ្ហាទឹកនោមប្រៃប៉ុន្តែអត់លើសសម្ពាធឈាមទេសម្ពាធឈាមគាត់នៅល្អអញ្ចឹងតើយើងគួរឲ្យ ACE ឬ ARB ដែរអត់ឲ្យ half dose ឧទាហរណ៍ថា dose សម្រាប់បញ្ចុះសម្ពាធឈាម Losartan ចាប់ពី50 mg ទៅហើយគាត់មានទឹកនោមប្រៃហើយសម្ពាធឈាមគាត់អត់លើសលោកគ្រូអ្នកគ្រូឲ្យ25 mg ទៅបាទឧទាហរណ៍ថា Telmisartan ដូសសម្ពាធឈាម
20 mg 40 mg សំទោសយើងឲ្យត្រឹម20បាទឲ្យ half dose ឲ្យ half dose ករណីដែលអត់មានហានិភ័យគឺអត់ចាំបាច់ឲ្យទេសូមអធិស្ឋានមិញដោយសារដាច់អ៊ីនធឺណិតចឹងសំណួរបងប្អូននៅក្នុង Zoom អត់មានឡើងឃើញទៅឡើងលើខ្ញុំទៅខ្ញុំទៅយើងឃើញទៅជួយមានសំណួរទៀតទេមានទៀតមានសំណួរពីដុកទ័រយិនវៃអរគុណណាលោកគ្រូយិនវៃពីប្រទេសមានជ័យយើងមានអ្នកជំងឺអាយុ70ឆ្នាំរោគវិនិច្ឆ័យតែទំនងផ្អែមប្រភេទទី2លើសសម្ពាធឈាមគាត់មានហើមជើងក្រាទីនីន 1.3 albuminuria 150 mg សូដ្យូម120តើយើងទ្រីត hyponatremia បែបម៉េចអូខេគាត់អាចជាលើសសៀកខ្យាខើយហើយមិនដឹងថាហើមនឹងក្នុងកម្រិតណាទេលោកគ្រូអាចបញ្ជាក់បន្ថែមក្នុងករណីនេះ creatinine គាត់ 1.3 វា limit upper limit អញ្ចឹងយើងត្រូវគណនា EGFR អាយុគាត់70អញ្ចឹង EGFR គាត់មិនជាខ្ពស់ប្រហែលទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចចាប់ផ្ដើមពី ACE ARB ហើយ intensify វាបញ្ចូល SGLT2 inhibitors ក្នុងករណីដែលអាចដូចជា empagliflozin លេខ25ឬក៏ dapagliflozin លេខ10យើងធ្វើ combination អញ្ចឹងហើយយើងអាច control មួយខែក្រោយមើល electrolyte ក្រៅពី sodium ក៏សំខាន់ដែរ potassium ដើម្បីអីក្នុងករណីដែលមិនមានការប្រឆាំង contraindication យើងអាចបញ្ចូលពពួកnon steroid MOA finerenone ដើម្បីជួយធ្វើម៉េចឲ្យតម្រងនោមគាត់នឹងបាត់ទំនោមប្រៃអញ្ចឹងគឺជាកិច្ចការហើយធម្មតាកាលណាយើងឲ្យ SGLT2 inhibitors ជាមួយនឹងពពួក finerenone គាត់អាចស្រកហើមហ្នឹងជៀសវាងអ្នកជំងឺហើមយើងគិតតែពីបញ្ចុះទឹកនោមខ្លាំងពេកដោយមិនគិតគូរពីថ្នាំការព្យាបាលទឹកនោមប្រៃអញ្ចឹងហើយធ្វើឲ្យ EGFR ហ្នឹងកាន់តែធ្លាក់កាន់តែខ្លាំងសូមអរគុណមានសំណួរទៀតទេចេះតែយើងអាចទទួលសំណួរមួយសំណួរឬក៏ពីរទៀតបើគាត់ដុកទ័រសស៊ីតជាបើជួបអ្នកជំងឺទឹកនោមផ្អែមបើជួបអ្នកជំងឺទឹកនោមផ្អែមហើយមានទឹកនោមប្រៃតើធ្វើយ៉ាងណាគឺថាទី1ត្រូវប្រកាសអត់ថាទឹកនោមប្រៃនឹងមកពីទឹកនោមផ្អែមពីព្រោះមូលហេតុដែលធ្វើឲ្យមាន proteinuria ច្រើនអញ្ចឹងលោកអ្នកគ្រូត្រូវតែកំណត់រូបវិនិច្ឆ័យច្បាស់ជាធម្មតាងាយស្រួលបើសិនជាគាត់កើតទឹកនោមផ្អែមហើយមានទឹកនោមប្រៃលោកអ្នកគ្រូឲ្យគាត់មើលភ្នែកតើមាន retinopathy diabetic អត់បើមាន retinopathy diabetic សឹងយើងអាចនិយាយបាន 100% ថាទឹកនោមប្រៃនោះមកពីទឹកនោមផ្អែមក្នុងករណីដែលគាត់មានទឹកនោមផ្អែមហើយមានទឹកនោមប្រៃបែរជាគ្មាន retinopathy diabetic ត្រូវរករូបវិនិច្ឆ័យ etiology ផ្សេងទៀតដែលធ្វើឲ្យមានទឹកនោមប្រៃនឹងដែរហើយយើងធ្វើការព្យាបាលសំខាន់ធ្វើរូបវិនិច្ឆ័យសិនមានសារពាក្យត្រាក់យើងដដែលដុកទ័រសស៊ីសក៏សួរថាបើជួបលើកដំបូង A1C 12គួរប្រើ insulin ឬក៏ metformin ឬក៏ SGLT2 inhibitors ដដែលជាថ្មីម្ដងទៀតយើងព្យាបាលមិនមែនព្យាបាល A1C ទេយើងព្យាបាលអ្នកជំងឺអញ្ចឹងយើងត្រូវធ្វើដូចលោកដែលបានសួរពីខាងដើមសារពាក្យត្រាក់នៅទីបងឃុំគឺទី1ត្រូវធ្វើ access តើអ្នកជំងឺនឹងមាន CVD risk ទេអ្នកជំងឺនឹងមាន complication អីអស់នៅបាទសួរសិនងាយពី clinic រោគសញ្ញា clinic ហើយដើម្បីធ្វើការសន្មតតើអ្នកជំងឺយើងចាប់ផ្ដើមពីណាបានយើងសម្រេចចិត្តនៅក្នុងការព្យាបាលត្រឹមត្រូវបាទអញ្ចឹងខ្ញុំគិតថាគ្រាន់តែ A1C មួយមុខយើងមិនអាចធ្វើសេចក្តីសន្និដ្ឋានទេ
Tuy nhiênសំណួរច្រើនខ្ញុំព្យាយាមឆ្លើយហៅសំណួរណាដែលមានសារៈសំខាន់សំខាន់ទាំងអស់ប្រទេសសំខាន់ជាង ACE ពិតជាមិនអាចប្រើជាមួយ ARB បានមែនឬទេដុកទ័រដុសវិសាលនៅខាងប្រទេសមានជ័យគឺគេអត់ឲ្យបូកគ្នាទេមួយប្រើតែមួយមុខទេការសិក្សាចុងក្រោយដែលគេព្យាយាមបូកពីរនឹងចូលគ្នាគឺធ្វើឲ្យមាន kidney injury ច្រើនហើយអ្នកជំងឺលើស potassium ចឹងហើយតាំងពីនឹងមកក្រោយលទ្ធផលនៃការសិក្សានឹងមកគឺគេហាមដាច់ខាតមិនឲ្យធ្វើការបូកបញ្ចូលគ្នារវាង ACE និង ARB ទេមិនជួយតម្រង់នោមទេធ្វើឲ្យតម្រង់នោមនោះកាន់តែពិបាកហើយ hyperkalemia potassium ឡើងបាទចឹងកុំបូកលោកវិសាលនៅបាត់បងឯងសំទោសសំណួរចុងក្រោយសិនជាអាចដុកទ័រង៉ែតអយសួរថាតើហេតុអ្វី LDL តែងតែចុះក្នុង LDL ឡើង triglyceride ឡើងតើក្នុងកម្រិតណាទើបព្យាបាល LDL គឺជាខ្លាញ់ល្អ HDL ហ្នឹង LDL គឺជាខ្លាញ់អាក្រក់ triglyceride ក៏មិនជាល្អប្រហែលដែរអញ្ចឹងទេLDL មិនមានថ្នាំដែលបឡើងទេអាខ្លាញ់ល្អហ្នឹងវាតែចុះហ្នឹងហើយជាការពិតហើយរបស់ល្អកម្រមិនអញ្ចឹងថ្នាំដែលតឡើង LDL គឺហាត់ប្រាណចឹងអត់មានថ្នាំណាលេបទៅឲ្យខ្លាញ់ល្អឡើងទេតែមានថ្នាំបញ្ចុះខ្លាញ់អាក្រក់ LDL cholesterol បាទអូខេសំណួរនេះសំខាន់ដែរខ្ញុំឆ្លើយខ្លីទៅពីដុកទ័រហេងសុគន្ធាករណី proteinuria ក្រៅពី ARB និង ACE អាចឲ្យផ្សេងទៀតបានអត់ឲ្យបានដែលយើងឃើញសសរស្ដំទាំង4នោះទី1ត្រូវបញ្ចុះសម្ពាធឈាមបញ្ចុះស្ករនឹងឲ្យល្អណាតាមរយៈយើងឲ្យ ACE ឬ ARB ជាសសរស្ដំទី1ហើយសសរស្ដំទី2លោកដែលដាក់ slide យើងវិញបានទេសសរស្ដំទី2គឺពពួក SGLT2 inhibitor លោកអ្នកគ្រូប្រកាសជាធ្លាប់ឮហើយមានពពួក empagliflozin dapagliflozin លោកអ្នកគ្រូអាចថែមទៅអានឹងជាសសរស្ដំទី2សិតតែថ្នាំដែលបញ្ចុះនៅទំនោរប្រៃហើយទី3គឺពពួក non steroid MOA finerenone ដែលយើងចែកគ្នាមិញនេះជា third generation របស់ពពួក aldactone នេះអានឹងក៏ជាថ្នាំបញ្ចុះ proteinuria ដែរមានសសរស្ដំហ្នឹងខ្ញុំបាទ slide យើងជូនបានអត់អីទេនេះហើយសសរស្ដំមួយទៀតគឺពពួក GLP-1 receptor agonist ជាថ្នាំចាក់ចំនួនថ្មីបើយើងមានមធ្យោបាយយើងមានលទ្ធភាពបូកទាំង4មុខអានេះគេហៅថា optimal ណាយើងបូកទាំង4មុខនឹងចូលគ្នាបានគឺអ្នកជំងឺកាត់បន្ថយនៅហានិភ័យទំនោរប្រៃបានច្រើនប៉ុន្តែនេះ slide នេះគឺជា slide ដែលគេធ្វើនិយាយអំពី essential ដែរណា optimal តែ essential យើងគិតមើលនៅយើងមាន metformin យើងមាន RAS inhibitor យើងមាន statin ហើយបើលោកអ្នកគ្រូក្នុងកម្រិតមួយលោកអ្នកគ្រូថែមតែ SGLT2 inhibitor មួយសិតជាថ្នាំដែលបញ្ចុះ proteinuria ហើយ corticosteroid steroid អត់មាន indication នៅក្នុងទំនោរប្រៃសម្រាប់អ្នកជំងឺទំនោរផ្អែមទេបាទអញ្ចឹងដោយសារពេលវេលាខ្ញុំសូមអនុញ្ញាតបកគលជូនអាយដាមប្រធានបាទសូមអរគុណ